Đó nên mình đang ở thà tá professional gaming nè đại lên game mà chiếu ta phụ quát cao trình mà bị cái lại nè ta mất tới nè đại chiều professional gaming phía trên cái cao trình mà bị academy team bên này thà team bên đó bên đó tôi team đại mình miền crop khăn ba lo team đại phụ quát caoឡើងក្នុងលក្ខណៈវាយជាធัวតូចក្នុងស្រុកក្រៅស្រុកដែលគេវាយឬក៏ qualify យ៉ាងទៅច្រើន professional team គឺគេមើលទៅលើក្រុម academy team នៅក្នុង team មួយตัวอย่างដូចជា404 gaming ឬក៏ TDN ឬក៏ VTB ឬក៏ team ផ្សេងៗទៀតដែលសិតសឹងតែជា team ដែលជា academy league ដូចជា Valai ហ្នឹងឥឡូវបច្ចុប្បន្នគឺចូលជា professional league អីចឹងដោយសារតែគាត់កើតចេញមកពី academy team ហើយសួរថាតើ academy team តើពួកគាត់ត្រូវធ្វើអីខ្លះដើម្បីឲ្យ team របស់គាត់ថិតថេរបានទៅយូរមួយតាមពិតទៅហេតុផលដែលខ្ញុំលើកមកនិយាយនេះគឺមាន3យ៉ាងដែលគួរចាប់អារម្មណ៍ខ្លាំងគួរសមដែរទី1គឺយើងផ្ដោតទៅលើធនធានថវិកាធម្មតាធីមមួយបើសិនជាចង់ឲ្យធីមខ្លួនឯងថិតថេរឬក៏ធីមខ្លួនឯងខ្លាំងតទៅមុខឬក៏បន្តក្តីសម័យរបស់ founder គឺត្រូវចំណាយលើលុយច្រើនណាគឺចំណាយទៅលើកីឡាករចំណាយទៅលើសម្លៀកបំពាក់ចំណាយទៅលើការថតនៅវីដេអូឬក៏ចំណាយទៅលើការថត photo ហ្នឹង post អីផ្សេងៗគឺសិតសឹងតែជាការចំណាយដោយលុយអញ្ចឹងបើសិនជាយើងខ្វះខាតនៅធនធានថវិកាវាធ្វើឲ្យធីមរបស់យើងក៏មិនអាចនឹងថិតថេរយូរមួយដែរយើងឃើញធីមច្រើនហើយដែលបោះបង់ក្តីសម័យរបស់ខ្លួនដោយសារតែកង្វះថវិកាទី2គឺសមត្ថភាព player បានន័យថាធនធានកីឡាករក្នុងធីមរបស់គាត់ការពិតទៅបើសិនជាយើងមានគ្រប់យ៉ាងហើយស្រាប់តែយើងខ្វះនៅធនធានមនុស្សបានន័យថាក្នុងក្លឹបរបស់យើងឬក៏ក្នុងធីមរបស់យើងគឺអត់មានកីឡាករដែល perfect 100បន្ទុកដែលបញ្ចេញនៅ ability របស់គាត់អស់អានឹងវាធ្វើឲ្យធីមរបស់យើងក៏មិនអាចរីកចម្រើនបានដែរអានឹងវាជាចំណុចទី2ហើយចំណុចទី3គឺលើ sponsor ធម្មតាធីមមួយបើសិនអត់ sponsor យើងពិបាកឈរជើងបានយូរលុះត្រាតតែយើងជាមនុស្សដែលមានលុយច្រើនឬក៏ founder ហ្នឹងជាអ្នកមានលុយចាយលែងអស់គេចំណាយចោលឬក៏ចំណាយគ្រាន់តែជាក្តីស្រឡាញ់មកគេចំណាយលុយចោលលើ e-sport អីចឹងទៅតែបើសិនជាយើងអត់មានធនធានឬក៏យើងខ្វះខាតធនធានហើយយើងត្រូវតែស្វែងរក sponsor បើសិនអត់មាន sponsor ទេធីមរបស់យើងគឺមិនអាចទៅមុខបានទេហើយចំណុចទាំង3យ៉ាងនេះហើយដែលខ្ញុំលើកមកនិយាយជូនទៅកាន់អ្នកនរគ្នាតើអ្នកនរគ្នាយល់ថាតើវាត្រឹមត្រូវដែរឬទេហើយសង្ឃឹមថាអ្នកនរគ្នាចូលចិត្តបើចូលចិត្តកុំភ្លេច like comment វីដេអូនេះមួយផងអរគុណអ្នកនរគ្នាជម្រាបលាបាយ see you next video